មេដឹកនាំអ៊ីស្រាអែលបានអះអាងថាការវាយប្រហារពីលើអាកាសស្លាប់មនុស្សជាង400នាក់នៅតំបន់កាហ្សាថ្មីនេះគឺគ្រាន់តែជាការចាប់ផ្ដើមនោះទេត្បិតថាអាចនឹងមានការវាយប្រហារបន្តបន្ទាប់ទៀតយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Straits Times នៅថ្ងៃពុធនេះបានឲ្យដឹងថាអ៊ីស្រាអែលប្រមានវាយលុកបន្ថែមទៀតក្រោយវាយប្រហារតាមអាកាសកាលពីថ្ងៃទី18ខែមីនាដោយគេដឹងថាជាការបំផ្លាញភាពស្ងប់ស្ងាត់ជិត2ខែចាប់តាំងពីបទឈប់បាញ់បានចាប់ផ្ដើមនាយកដ្ឋានមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រមានថាការវាយលុកនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះលោកបន្តថាចាប់ពីពេលនេះតទៅអ៊ីស្រាអែលនឹងធ្វើសកម្មភាពប្រឆាំងនឹងក្រុមហាម៉ាស់ជាមួយនឹងការបង្កើនកម្លាំងហើយចាប់ពីពេលនេះតទៅការចរចានឹងប្រព្រឹត្តទៅក្រោមការបាញ់ប្រហារតែប៉ុណ្ណោះអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថាអំឡុងការវាយប្រហាររបស់អ៊ីស្រាអែលចុងក្រោយនេះមានមនុស្សចំនួន408នាក់ត្រូវបានសម្លាប់ជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង។